សន្សំភ្លើងអ្នកខ្លះសន្សំភ្លើងរាល់ថ្ងៃហើយចេះតែស្រែកថាក្តៅណាស់ភ្លើងកំហឹងភ្លើងច្រណែនភ្លើងគុំគួនភ្លើងស្ដាយភ្លើងភ័យភ្លើងរវើរវាយភ្លើងហួងហែងភ្លើងប្រកាន់ភ្លើងអំនួតបើភ្លើងនៅក្នុងចិត្តអ្នកច្រើនទោះបីនិមន្តលោកស្រោចទឹក100 វ៉ាត់ទៀតក៏មិនត្រជាក់ដែរពិបាកតិចហើយរឿងវាចប់ហើយហ្នឹងទម្លាប់ពន្យល់ប្រាប់ខ្លួនឯងហ្នឹងកុំឲ្យវាកើតទុកពេកឧទាហរណ៍ថាខឹងគេអញ្ចឹងចុះបើយើងមិនចេះពន្យល់ខ្លួនឯងទេមិនគួរវាមិនត្រូវនិយាយចឹងដាក់អញវាមិនសមអញបងវាអញម៉ែវាជួយយើងដេកអោបមិនសមភ្លើងនឹងទៅក្តៅតែយើងនឹងវាតថាបើខឹងទៅវាក្តៅតែឯងវិញឥឡូវបដៅវានៅតែបដៅចឹងប៉ុន្តែថារៀបចំចិត្តគំនិតនឹងឲ្យបានទៅជាឲ្យបានល្អប្រាប់ទៅណែធ្វើអញ្ចឹងវាខុសប្រាប់ណាតែប្រាប់ទៅប្រពុតអញ្ចឹងលោកវិខពីសម័យដើមទៅរំទៅច្រៀងលោកនៅតែហៅមកស្ដីហៅមកថាអញ្ចឹងប៉ុន្តែមិនមានកំរោលខឹងកជ្រុលរលរូបជេរបតិចអត់ទេប៉ុន្តែនៅតែថាអញ្ចឹងនៅតែស្ដីអញ្ចឹងដូចថាហ្នឹងតាមនុស្សហ្នឹងវាតែអញ្ចឹងមនុស្សហ្នឹងម្នាក់ហ្នឹងវាប្រពេចប្រប៉ោចអញ្ចឹងនិស័យគ្នាដូចថាយើងមិនប្រកាន់មនុស្សប្រកាន់ដើមថ្នោតតែមិនខ្មៅមែនឯងមិនសដូចឬក៏ប្រភេទដូចដើមដូងមកយើងមិនមែនទីជេរដើមថ្នោតចឹងឯងព្រោះធម្មជាតិដើមថ្នោតវាខ្មៅចឹងដើមយ៉ាងណានិស័យរបស់មនុស្សនោះវាផ្សេងគ្នាចឹងទៅហើយយើងមានតែអូចឹងណោះពិភពលោកនេះអញ្ចឹងមនុស្សខុសគ្នាអញ្ចឹងណាខុសផ្លូវយើងនៅតែតម្រែតម្រង់ហ្នឹងមិនមែនទុកចោលទេប៉ុន្តែមានបញ្ញាឃើញដំណើរធម្មជាតិនៃសត្វលោកហ្នឹងវាសន្សំមកផ្សេងគ្នាវាមានមនុស្សដើមដូងមានមនុស្សដើមថ្នោតវាមានមនុស្សដើមស្វាយអញ្ចឹងទៅវាមានជូរវាមានប្រៃអញ្ចឹងការសំឧបនិស្ស័យឧទាហរណ៍ទៅចំណែនគេចឹងយើងដូរពីចំណែនទៅជាបនគេមានណាគេរស់ស៊ីចេះតែបានណាដាក់ទៅចេះតែត្រូវអូបអូសាទរសុំត្រេកអរបនណាយើងមិនបានដូចគេយើងត្រេកអរមួយគេក៏យើងបានចំណែកបនដែរហើយយើងបានមិត្តភាពល្អបើយើងចំណែននិន្ទាទៅក្តៅវាកាហាយគេដឹងគេស្អប់យើងទៅទៀតណាអាហ្នឹងដូចថារៀនបញ្យលចិត្តចឹងបញ្យលចិត្តឲ្យមកដើរក្នុងផ្លូវត្រូវយើងវាមិនសូវកើតទុកយើងសប្បាយឃើញគេមានគេបានបនគេសប្បាយចិត្តជាមួយគេទៅហើយឧទាហរណ៍ថារឿងអ្នកខ្លះទៅយើងវាមានដែរមានបញ្ហារឿងលុយកាក់អីសពថ្ងៃហ្នឹងក៏មានអ្នកខ្លះក៏មានច្រើនអ្នកខ្លះក៏ជាពាក់ជាពិនអីចឹងទៅជួនកាលអ្នកខ្លះទៅបង្អួតបង្អទិញរបស់របរប៉ុណ្ណាំងប្រជែងគ្នាដល់ជាពាក់ទៅវាវល់វក់ទៅវាកើតទុកវាមួវាម៉ៅចឹងទៅចឹងបាននៅក្នុងធម៌លោកឲ្យយើងមានសេចក្តីសន្តោសក្នុងន័យខ្មែរទៅចេះអត់អោនយោគយល់អីចឹងទៅសេចក្តីសន្តោសក្នុងភាសាពុទ្ធសាសនាមានន័យថាចេះព្រមចេះរីករាយនឹងសមត្ថភាពដែលយើងរកបានឧទាហរណ៍ដែលយើងចង់បាន 10000 ប៉ុន្តែវារកបានតែ 8000 ណាមិនចេះតាយើងសមត្ថភាពយើងមានតែប៉ុណ្ណឹងបនយើងមានតែប៉ុណ្ណឹងយក 8000 ហ្នឹងតែបាំងទៅมันជាខាត់រឿងការផឹងប្រែងទេប៉ុន្តែឲ្យយើងចេះព្រមកុំឲ្យដេកកុហលកោះក៏ហាយ
វល់វក់ប្រណាំងប្រជែងមើលគេនោះហើយយើងភ្លេចសบายចិត្តជាមួយនឹងអា8000ទៅដេកកើតទុកជាមួយនឹងអា10000ដែលអត់នោះហើយយើងដេកកុហកកាហាយមួយអា10000អត់ហើយ8000ដែលយើងមាននេះយើងភ្លេចសบายចិត្តជាមួយឲ្យមានសេចក្តីសន្តោសអញ្ចឹងហើយឃើញគេមានឃើញគេបានយើងត្រេកអរមួយគេទៅហើយបើយើងមានលុយយើងទិញប្រើទៅមិនជាខាត់អីទេប៉ុន្តែកុំឲ្យគ្រាន់តែបង្អួតបង្អបង្ហាញណាជួនកាលសម្បកក្រៅមិនប្រកបថាវាល្អមើលល្អខាងក្នុងទេខ្ញុំកណាអាត្មាភាពធ្លាប់ជួបច្រើនដែរមករយៈពេលក្រោយហ្នឹងមើលពីក្រៅទៅវាដូចថាវាសបូរអ្នកកាត់ទុកមុខស្រស់រាល់ថ្ងៃវាស្អាតស្អីក៏មានអញ្ចឹងទៅប៉ុន្តែក្នុងចិត្តហ្នឹងក្រៀមសបូរអញ្ចឹងទៅវាខ្វះភាពស្រស់ស្រាយខ្វះជំរកតាមផ្លូវចិត្តហ្នឹងអាហ្នឹងមកចំណុចទៅរឿងដូចថាឲ្យចេះសន្តោសនៅក្នុងធម៌លោកឲ្យរទទួលទានហ្នឹងចាំបាច់ត្រូវតែមានមុខរបរចិញ្ចឹមជីវិតសេចក្តីសុខរបស់កុហកហ្នឹងមានហើយមួយសុខព្រោះមានលុយចាយលោកហៅថាអធិសុខមានជំនាញចំណេះអីរកស៊ីឲ្យមានមុខរបរច្បាស់លាស់មិនច្បាស់លាស់មិនកើតទេទីពីរភោគសុខប្រើលុយបានហើយប្រើប្រាស់ឲ្យបានត្រឹមត្រូវកុំទៅលេងបៀលេងអំប៉ោងផឹកស៊ីស្រីញីវានាំទុកទោសចាំម៉ែចាំចាំប្រពន្ធកូនមើលថែឲ្យកូនហ៊ានសូត្រអីមើលចេះធ្វើបន់ធ្វើទានអញ្ចឹងទៅអានឹងភោគសុខប្រើប្រាស់បានត្រូវហើយបានបន់ទៀតទី3អាអ្នកសុខព្រោះអត់ជាពាក់លុយគេថ្ងៃនេះជួនកាលពេលខ្លះចង់ហឺហាទៅដើរខ្ចីគេទៅវាន់កអីចឹងទៅអាហ្នឹងវានាំឲ្យកើតទុកក្នុងធម៌អញ្ចឹងបើថាយើងខ្ចីមករកស៊ីរកអីត្រឹមត្រូវមានមុខរបរអាចសងអីគេវិញអាហ្នឹងជារឿងល្អប៉ុន្តែបើថាខ្ចីគ្រាន់តែដើម្បីបង្អួតបង្អទេអាហ្នឹងមិនជាទុកហើយព្រះសម្ដែងថាជាទុកហើយសេចក្តីសុខទី4យើងអត់មានធ្វើអីខុសហើយយើងអត់មានភ័យអត់មានបារម្ភអត់មានខ្លាចទេអាអ្នកវច្ចសុខហ្នឹងអញ្ចឹងមានមុខរបរមានលុយកាក់ចិញ្ចឹមជីវិតគ្រប់គ្រាន់ណាហ៊ានចេះព្រមដូចថាសមត្ថភាពយើងរកបានប៉ុណ្ណឹងអូខេថ្ងៃហ្នឹងរកបានប៉ុណ្ណឹងស្បែកចិត្តមួយពុនមួយកូនហើយស្អែកផឹងទៀតបានមកទៀតយើងចាយវាត្រឹមត្រូវទៅធ្វើបុណ្យទៅទៀងខ្លះដែរហើយមកចំណុចទៀតដែរឧទាហរណ៍ថារឿងគិតច្រើនគិតលវើលវាយពីមួយទៅមួយចេញពីនេះទៅនោះយូរទៅគ្រប់គ្រងចិត្តអត់បានដេកអត់លក់វិលវល់វល់វក់ទៅហេតុទឹកវានាំឲ្យកើតរឿងញីញ័រភ័យស្លុតឆាប់ឈឺចុកចាប់ឈឺនេះឈឺនោះហើយវាអាចជំងឺផ្លូវចិត្តហ្នឹងវាទាញឲ្យយើងឈឺមិនដឹងមុខតិចទៅញ័របេះដូងតិចទៅឈឺកាពះឈឺពោះវៀនតិចទៅមកឈឺក្បាលតិចទៅមកឈឺខ្នងអីចឹងទៅទៅសៃទៅសោមទៅពេទ្យមើលមិនឃើញវាមិនដឹងឈឺស្អីពេទ្យថាទេគូក្បាលហ្នឹងដូចមិនអីទេប៉ុន្តែឯងចង់ឈួតហើយវានៅវិលប៉ុន្តែវាមិនមែនដោយសារក្បាលគូក្បាលទេវាដោយសារការគិតរបស់យើងវាអត់ល្អហើយយើងដូចថាកោវល់នៅក្នុងគូក្បាលទៅវាកើតទៅជារឿងវល់វក់ទៅគេមលក់អីហើយឆាប់ភ័យឆាប់តក់ឆាប់ស្លុតឆាប់ដូចថាស្លន់ស្លោអាចចិត្តវាអត់នៅខ្លួនបានច្រើនណាវាធ្វើលវាយហើយតែកាលណាយើងមានជំងឺផ្លូវចិត្តហ្នឹងវាប៉ះពាល់ដល់ផ្លូវកាយទៅថា
គេលក់ហូបបាយគោមិនសូវឆ្ងាញ់ហើយស្មើទៅហើយអស់កម្លាំងស្ទែគ្មានអីចង់ធ្វើការអីគោទៅមុខមិនរួចមិនលះដែរអញ្ចឹងវាតថាទៅទាញត្រឡប់មកវិញថាហ្នឹងក្នុងតលលោកឲ្យថាមនុស្សនោះវាខ្សោយស្មារតីខ្វះភាពស្រស់នៅតាមផ្លូវចិត្តវាផ្កាវិញយើងអត់សូវបានស្រោចទឹកវានៅហាក្តៅយូរពេកចិត្តរបស់យើងនឹងវារឿងរ៉ាវក្នុងជីវិតនោះវាក្តៅហើយដុតយើងរាល់ថ្ងៃអ្នកនេះចេះអ្នកនោះនិយាយឌឺដងរឿងកូនរឿងពុនរឿងរស៊ីអានេះខ្ចីលុយមិនសូវវល់វាដុតយើងឆេះផ្លូវចិត្តនឹងអស់ទៅដល់ពេលយើងអត់មានអីការពារសោះអញ្ចឹងវាក្រៀមអញ្ចឹងវាតលតែក្នុងជីវិតហ្នឹងវាតលមានលបងការពារចិត្តដែរដូចផ្ទះយើងមានលបងការពារកុំឲ្យចោលលួចយើងចាក់សោចាក់អីអាណាដូចថាពាក្យសម្ដីឌឺដងអ្នកដតីអីកុំចេះតែយកមកទុកក្នុងចិត្តឲ្យដុតខ្លួនឯងឲ្យក្តៅអាហ្នឹងកាត់ទុកយើងហើយថាតែឯងប្រកែកប្រខូចពាក្យសម្ដីខ្ញុំខាត់មាត់គេមិនបានទេហើយបាបអ្នកឯងទេខ្ញុំធ្វើល្អជារឿងរបស់ខ្ញុំហើយយ៉ាងអានេះយើងដូចថាយើងចាក់សោកុំឲ្យចោលវាមកលួចប្លន់សេចក្តីសុខរបស់យើងពាក្យសម្ដីរបស់អ្នកដតីហ្នឹងឧទាហរណ៍ថាមានមេត្តាអញ្ចឹងទៅអានឹងដូចយើងស្រោចទឹកចិត្តរបស់យើងឲ្យស្រស់អញ្ចឹងក្នុងការចម្រើនមេត្តាក្នុងវិសុទ្ធមគ្គហ្នឹងមានផ្សាយមេត្តាឲ្យខ្លួនឯងសូមឲ្យខ្ញុំបានសុខរួចផុតពីទោសសូមកុំឲ្យខ្ញុំខឹងគេសូមកុំឲ្យខ្ញុំចងពៀនឹងគេហើយដូចថាខ្លួនយើងតិចទៅយើងផ្សាយសេចក្តីស្រឡាញ់សូមឲ្យសពសត្វទាំងអស់សូមឲ្យបងសូមឲ្យប្អូនសូមឲ្យពុកសូមឲ្យម៉ែសូមឲ្យមិត្តភ័ក្តិសូមឲ្យសពសត្វទេវតាបានសុខរួចផុតពីទុក្ខចឹងយើងផ្សាយចឹងទៅអញ្ចឹងដូចថាកម្លាំងនៃមេត្តានឹងលបងការពារមិនឲ្យភ្លើងកំហឹងវាចូលមកដុតចិត្តយើងឯងហ្នឹងហើយធ្វើមិនចេះតះខន្តីធម្មតាជីវិតហ្នឹងវាអញ្ចឹងវាមានល្អវាមានមិនល្អវាមានអ្នកស្រឡាញ់វាមានអ្នកស្អប់ចឹងទៅគប់គេគ្រប់គ្នាមិនបានទេរៀនដាក់លបងអញ្ចឹងវាចោលវាមិនសូវមកលួចហើយមានស្មារតីទៅហើយស្មារតីនឹងដូចថាដេកដើរឈោងអង្គុយនិយាយស្ដីនឹងកុំឲ្យវាថ្មីងថ្មាំងធ្វើទាំងស្លើទៅហើយភាំងស្លើហ្នឹងអាហ្នឹងមនុស្សវាអត់ស្មារតីក្នុងខ្លួនហ្នឹងអាហ្នឹងខ្មោចចូលងាយណាហ្នឹងចង់និយាយថាខ្មោចអកុសលណាវាវល់ល្វាយចឹងទៅវាតើថាដឹងថាអូចិត្តអញខឹងគេបាត់អូចិត្តអញចំណែនគេបាត់ដឹងចឹងហើយចេះពយល់ទាញមកវិញអាហ្នឹងស្មារតីក្នុងធម៌ហៅសតិហើយអាការពយល់ខ្លួនឯងឲ្យយល់ទាញមកក្នុងផ្លូវត្រូវវិញហ្នឹងអាហ្នឹងបញ្ញាសតិបញ្ញាបើនៅក្នុងសតិប្បដ្ឋានលោកហៅសតិសម្បជញ្ញៈហ្នឹងភាសាពីរហ្នឹងវាជាប់គ្នាអាចសតិបញ្ញាក៏បានសតិសម្បជញ្ញៈក៏បានដែរហើយស្មារតីហ្នឹងអញ្ចឹងដឹងបើចិត្តល្អក៏ដឹងថាចិត្តល្អបើចិត្តមួម៉ៅក៏ដឹងថាចិត្តមួម៉ៅចិត្តល្វើល្វាយក៏ដឹងថាចិត្តល្វើល្វាយហើយកុំកើតទុកអូយអញពិបាកទៀតអូយអញមួម៉ៅទេអាហ្នឹងស្មើនឹងយើងខាត់អាចិត្តមួម៉ៅហ្នឹងឲ្យនៅជាមួយយើងបើយើងមានស្មារតីអូណាចិត្តចំណែនមកណាវាមកអំផ្លែតទេដូររៀនពយល់ខ្លួនឯងអានសភៅស្ដាប់ធម៌ថាដូរអារម្មណ៍អញ្ចឹងទៅអាចិត្តចំណែនហ្នឹងវាសัตว์បាត់ទៅចិត្តខឹងហ្នឹងក៏អញ្ចឹងដែរអូបើខឹងគេទុកមិនបានទៅទៅជួបមួយមិត្តភ័ក្តិល្អនេះនិយាយគាត់ជួយឲ្យយោបល់ទៅអានសភៅធម៌ទៅស្ដាប់ធម៌អីចឹងទៅនេះទៅនោះផុតពីរឿងដែលនាំឲ្យក្តៅក្រហាយមកផ្លែតសិនទៅវាអាចដូរចឹងវាតលមានបច្ចេកទេសជួយខ្លួនឯងរឿយអញ្ចឹងបានយើងមិនសូវកាត់ទុកខ្លាំង
ឧបនិស្ស័យហ្នឹងយើងត្រូវតែសមល្អដើម្បីប្រឆាំងជាមួយនឹងអាក្រក់បើមិនចឹងឯងយើងរកព្រះអង្គប្រអិនណាមកជួយយើងបានទេព្រះក៏ជួយយើងបានដែររឿងដកអកុសលចេញពីចិត្តនេះអត់មានទៅរកគ្រូរមណាចាក់ទឹកអីជ្រុះបាបជ្រុះអកុសលចេញពីចិត្តហើយអាមេទុកហ្នឹងបាបអកុសលក្នុងចិត្តហ្នឹងមេទុកឲ្យទៅបោះចោលនៅណាឲ្យពីណាអ្នកដកចេញមិនកើតទេហ្នឹងអញ្ចឹងសំឧបនិស្ស័យល្អរឿយទៅមានបញ្ញារៀនទទួលស្គាល់ការពិតនៃជីវិតទៅរឿងមិនមែនស្អីចេះតែបានតាមចិត្តយើងចង់រហូតទេរឿងវាមានហេតុគ្រប់គ្រាន់បានវាបានសម្រេចការងារហ្នឹងបើបុណ្យមានការព្យាយាមមានគ្រប់គ្រាន់បានដូចតែយើងដាំទឹកបើទឹកបាន80អង្សាយើងបង្ខំឲ្យវាពុះវាអត់ពុះទេយើងវាយកម្សៅបែកទៀតព្រោះវាអត់ពុះហើយព្រោះអត់តន់គ្រប់កម្រិតវាយ៉ាងណាបើបុណ្យមិនតន់គ្រប់ទេការព្យាយាមមិនតន់គ្រប់ទេយើងដេកកោតទុកកុហលកាហាយបោកក្បាលអញ្ចាំងបែកទាំងអញ្ចាំងទៀតក៏វាអត់បានអារបស់ដែលយើងប្រាថ្នានឹងដែរពីព្រោះវាអត់តន់គ្រប់អញ្ចឹងតើរៀនព្រមរៀនមានសេចក្តីសន្តោសរៀនទទួលស្គាល់ការពិតនឹងអាហ្នឹងសំអាហ្នឹងយូរទៅឧទាហរណ៍ថាបើយើងនិយាយកែគេយើងចង់ឲ្យគេល្អយើងនិយាយវាអស់ពីចិត្តហើយអាហ្នឹងដល់ពេលកែគេមិនបានដល់ពេលត្រូវចេះកែខ្លួនឯងវិញហ្នឹងបើមិនចឹងទេយើងកើតទុកហើយយើងមួមើទៅល្មិចមិនតាមអញអីចឹងទៅអាហ្នឹងយើងយកថ្នាំអ៊ុយ90ទៅលាបដើមត្នោតឲ្យសហ្នឹងអាហ្នឹងវាអត់វាបានទៅលាបហើយវាមើលទៅវាឃើញអញ្ចឹងវាពោះសារជាតិមនុស្សសារជាតិដើមត្នោតហ្នឹងវាអញ្ចឹងវាខុសគ្នាអញ្ចឹងតែនិយាយចឹងត្រឡប់មកវិញថាមិនមែនបានន័យថាមិនឲ្យទូមានប្រាប់ទេនៅតែទូមានប្រាប់ត្រូវមានបញ្ញាមួយទទួលស្គាល់ថាមនុស្សហ្នឹងវាអញ្ចឹងវាសំមកនិស្ស័យខុសគ្នាអញ្ចឹងដោយព្រះទូមានទេវទត្តបានព្រះមានឲ្យទៅកើតទុកអីជាមួយនឹងទេវទត្តមួម៉ៅជេទេវទត្តណាអត់ទេប៉ុន្តែនៅតែស្ដីនៅតែបដៅហ្នឹងមិនបដៅអីទេចឹងខ្ញុំគេថាពេលលើកមកចំណុចទៀតចាស់ចប់មិនយូរទេរឿងអ្វីដែលយើងយកមកទុកក្នុងគូក្បាលយើងជាប្រចាំដូចថាបើក្នុងធម៌លោកហៅអារម្មណ៍ឧទាហរណ៍ថាមើលក្នុង Facebook មើលក្នុង YouTube ក្នុង group ហើយបើឧទាហរណ៍ថាយើងឧស្សាហ៍មើលរឿងក្តៅក្រហល់កាហាយប្រកាប់បច្ចៈជេរបចោគ្នាអូអាហ្នឹងយើងដើររើសម្រាមហ្នឹងនិយាយចឹងមិនបានន័យថារើសម្រាមអត់ល្អមែនទេមានន័យថាមួយថ្ងៃយើងគិតទៅពីប្រមូលមេរោគមកប្រមូលមេរោគអាក្រក់មកអារឿងពពុះគូក្បាលយើងនេះបើយើងប្រមូលអីដាក់វាសម្បូរហ្នឹងហើយចឹងបានខ្ញុំកណ្ដាលសមាភិបផ្ទាល់បើឧទាហរណ៍ថាមានមិនសូវជាចំណាយពេលក្នុងការប្រើប្រាស់ social media និងប្រព័ន្ធសង្គមនឹងច្រើនពេកពីព្រោះវាមានមេរោគច្រើនដែលអាចឆ្លងចូលក្នុងគូក្បាលយើងវាមានរឿងដែលធ្វើឲ្យយើងក្តៅក្រហាយនឹងច្រើននិយាយចឹងបានមិនមែនថាអញ្ចឹងមិនបាច់តាមដានព័ត៌មានអីមែនទេគ្រាន់តែចង់ថាឲ្យវាមាន limit ឲ្យវាមានកម្រិតត្រឹមត្រូវពីព្រោះអ្វីដែលយើងយកចូលតាមភ្នែកតាមត្រចៀកយើងតាមច្រមុះតាមផ្លូវចិត្តអីយើងហ្នឹងវាមានឥទ្ធិពលខ្លាំងដូចចំណីអាហារអញ្ចឹងបើយើងហូបអាហារមានជាតិគីមីឬក៏មានជាតិពុលយើងរីកហើយយ៉ាងណាចំណីអាហារដែលយើងយកចូលក្នុងចិត្តរបស់យើងតាមរយៈយើងមើលយើងអានយើងស្ដាប់រាល់ថ្ងៃហ្នឹងតែមិនស្រួលយើងកើតជំងឺដោយសារអ្វីដែលយើងយកចូលក្នុងគូក្បាលហ្នឹងខ្ញុំកណា friend ក្នុង Facebook ក៏ប្រយ័ត្នប្រយែងមុននឹងទទួលpage like ក៏ប្រយ័ត្នប្រយែងណាសួរខ្លួនសួរថាវាមានប្រយោជន៍អីសម្រាប់យើងមើលទៅបានចំណេញអីពីព័ត៌មាននឹងដែរអត់ទេ
ចំណេះដឹងអីទេក្នុង YouTube ក៏អញ្ចឹងដែរ channel ណាដែលមើលទៅវាមានប្រយោជន៍សម្រាប់ការបង្កើនចំណេះដឹងការអប់រំខ្លួនឬក៏មុខរបររបស់យើងនឹងវាមានប្រយោជន៍ដែរអត់ទេឬក៏វាគ្រាន់តែរឿងក្តៅក្រហល់ក្រហាយនាំឲ្យយើងក្តៅដែរអារម្មណ៍នៅក្នុងធម៌ហៅអារម្មណ៍អនបច្ច័យអារម្មណ៍ហ្នឹងវាមានឥទ្ធិពលមកលើផ្លូវចិត្តយើងអូចឹងបានជានៅក្នុងធម៌លោកឲ្យចេះប្រមូលយកអារម្មណ៍ណាដែលល្អធ្វើឲ្យចិត្តហ្នឹងរីករាយឧទាហរណ៍ថានឹកដល់អំពើបុណ្យដែលយើងបានធ្វើហើយហ្នឹងហើយចេះយើងដូចថាយើងជួយម៉ែជួយឪជួយបងជួយប្អូនជួយអ្នកក្រអ្នកនៅក្នុងធម៌លោកហៅចាគីនុសតិនឹកដល់អំពើបុណ្យដែលយើងបានធ្វើហើយអូសប្បាយចិត្តអូឃើញគេផុតពីទុក្ខទោសទៅយើងសប្បាយចិត្តអញ្ចឹងភាពស្រស់ស្រាយហ្នឹងគឺជាសួនផ្កាក្នុងចិត្តរបស់យើងចា៎អូឃើញម៉ែជាខ្ញុំអូយសូមឲ្យម៉ែបានសុខចាស់អាហ្នឹងចិត្តហ្នឹងឲ្យដូចថាវាស្រស់ទៅតាមហ្នឹងទៅនឹកដល់គុណពុទ្ធពុទ្ធានុសតិអូព្រះអង្គអស់ទុកពីបតីព្រះអង្គហើយពុទ្ធោនោះបែរថាព្រះអង្គត្រាស់ដឹងហើយរួចផុតពីទុកហើយជួយអ្នកដទៃឲ្យរួចផុតពីទុកគួរឲ្យគោរពណាស់គួរឲ្យជ្រះថ្លាណាស់ពុទ្ធោហ្នឹងពុទ្ធោមិនមែនសម្រាប់តែមនុស្សចិត្តងាប់ទេណាមិនមែនទេណាយើងទាំងអស់គ្នានឹងយើងអាចនឹកដល់គុណនៃពធអញ្ចឹងទៅពធធ្វើឲ្យខ្ញុំតិចសប្បាយចិត្តទៅអាហ្នឹងអារម្មណ៍ល្អអញ្ចឹងអនុសតិការតាមរលឹកអារម្មណ៍ល្អអញ្ចឹងវាធ្វើឲ្យយើងរីករាយតាមផ្លូវចិត្តវាធ្វើឲ្យយើងសប្បាយមិនសូវជាមួម៉ៅប៉ុន្តែបើយើងសារនឹកអានេះស្ដីឲ្យអញអានេះជេរអញអានេះឌឺដងអញហើយអានឹងដូចភ្លើងមកដុតចឹងមិនបានជាសុខប្រមាណទេអញ្ចឹងការស្ទោព័ត៌មានទុកក្នុងខួរក្បាលការយកអារម្មណ៍ចូលតាមរយៈទ្វារភ្នែកតិចចំហដាតកាយចិត្តហ្នឹងមានឥទ្ធិពលលើផ្លូវចិត្តយើងខ្លាំងអញ្ចឹងតើប្រយ័ត្នប្រយែងអញ្ចឹងជាសរុបមកវិញខ្ញុំគណៈថាភាពចង់ថាផ្លូវចិត្តរបស់យើងហ្នឹងវាមានរងឥទ្ធិពលពីទំនាក់ទំនងមនុស្សនៅជុំវិញខ្លួនយើងហ្នឹងជាប្តីប្រពន្ធជាកូនជាចៅហ្នឹងសំខាន់ណាស់ជាអ្នកនៅធ្វើការជាមួយគ្នាជាមិត្តភក្តិជាអ្នកចិត្តខាងហ្នឹងបើឆ្លោះប្រកែកជេរគ្នាអាហ្នឹងអាយុវែងឯងកើតទុកឈឺឆាប់ចាស់ឆាប់ងាប់ហើយមិនយូរឯងហើយនឹងការសំឧបនិស្ស័យក្នុងចិត្តហ្នឹងដល់ព្យាយាមសំល្អដូចយើងយកលុយទៅបង់ធនាគារអញ្ចឹងអាសាបង់វាសបោអញ្ចឹងសានសំរឿងល្អឧបនិស្ស័យល្អហើយនឹងប្រយ័ត្នប្រយែងរឿងការយកអារម្មណ៍មកចូលក្នុងចិត្តរបស់យើងតាមរយៈភ្នែកតិចចំហដាតកាយចិត្តហើយសូមផ្ដាំមួយដែរគុំចំណាយពេលច្រើនពេកបាត់ថាថ្ម live Facebook ហ្នឹងប៉ុន្តែគុំឲ្យចំណាយពេលច្រើនពេកចំពោះsocial media ពីព្រោះវាប៉ះពាល់ភ្នែកធ្វើឲ្យគេមិនសូវគ្រប់គ្រាន់ធ្វើឲ្យឆាប់មូម៉ៅតាមផ្លូវចិត្តអញ្ចឹងមានពេលសម្រានសម្រួលឲ្យបានល្អដើម្បីសុខភាពផ្លូវកាយ